អ្នកសុំទានបាទអាចរកចំណូលបានមួយខែ$3000ហើយមានផ្ទះថ្មរស់នៅមានក្រុមចាត់តាំងដូចជាលក្ខណៈក្រុមហ៊ុនដែរតែម្ដងបងប្អូនបាទសួស្តីបងប្អូនបើសិនជានៅតែបែបនេះទៀតខ្ញុំប្រហែលជាត្រូវដូរមុខរបរហើយបាទអ្នកសុំទានបាទអាចរកចំណូលបានមួយខែ$3000ហើយមានផ្ទះថ្មរស់នៅមានក្រុមចាត់តាំងដូចជាលក្ខណៈក្រុមហ៊ុនដែរតែម្ដងបងប្អូនហើយនឹងមានបងប្អូនមួយចំនួនទៀតបានប្រើកូនតូចៗដើម្បីឲ្យទៅសុំទានបាទដោយមិនឲ្យកូនទៅសាលាទេបងប្អូនដែលឃើញអត់មានស្ត្រីតាមស្តុបតាមកន្លែងមួយគាត់មានតែងតែមានកូនមកអំបៅដោះតែខ្ញុំអត់ដឹងថាករណីហ្នឹងវាជាករណីហ្នឹងយ៉ាងម៉េចទេបងប្អូនព្រោះខ្ញុំធ្លាប់ឮគេនិយាយថាបានឲ្យក្មេងហ្នឹងញ៉ាំថ្នាំមួយដេកក្មេងហ្នឹងដេករហូតដេករហូតបងប្អូនដែលឃើញពូឬក៏បងមួយចំនួនគាត់ដើរសំលៀងកំបិតទេបងប្អូនពិសេសគឺការដើរសំលៀងកំបិតតាមស្តុបបងប្អូនខ្ញុំមិននិយាយខ្ញុំឃើញផ្ទាល់ជាក់ស្ដែងតែម្ដងពេលដែលយើងហៅគាត់ទៅសំលៀងកំបិតគាត់អត់ទៅទេបងប្អូនក៏ប៉ុន្តែបើសិនជាគាត់ជាអ្នករកស៊ីជាម្ចាស់អាជីវកម្មនៃការសំលៀងកំបិតពិតមែនបាទបងប្អូនគាត់គោលដៅគាត់គឺអតិថិជនពិតប្រាកដនោះគឺបងប្អូនពូតាមផ្ទះតាមបរិយានោះមិនមែនគាត់ដើរតាមស្តុបចឹងទេហើយបើសិនជាយើងហៅគាត់មិនសំលៀងប៉ុន្តែគាត់មកសុំលុយយើងអាហ្នឹងបងប្អូនគួរគិតពិចារណាតាមការជាក់ស្ដែងចុះបងប្អូនយើងអាណិតគាត់ប៉ុន្តែយើងកុំអាណិតមនុស្សខូចយើងអាណិតមនុស្សដែរគេធ្វើការសុចរិតត្រឹមត្រូវបងប្អូនអានេះវាជារឿងមួយដែល scam បងប្អូនតែវាមិនមែន scam ខ្នាតធំអីទេវា scam ខ្នាតតូចទេបងប្អូនហើយខ្ញុំនិយាយរឿងមួយទៀតតកតងទៅនឹងអ្នកសុំទានតាមផ្សារមួយរយៈមុនបងប្អូនឃើញខ្លួនឯងមានសាឡានជិះបងប្អូនមានសាឡានជិះសុំទានតាមផ្សារទេចប់ម៉ោងជិះអាបាឡែនជិះអារថយន្តទំនើបទៅផ្ទះធម្មតាបងប្អូនវាសាហាវតង់ហ្នឹងបងប្អូនហើយមិញនេះខាងប្រធានមន្ត្រីសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបាទខេត្តកំពង់ស្ពឺបងប្អូនបានសូមសំណូមពរឲ្យបញ្ឈប់ការឲ្យទានទៅអ្នកសុំទានបាទព្រោះតាមរបាយការណ៍គាត់បញ្ចេញមកថាអ្នកសុំទានអាចរកបានមួយខែ$3000បងប្អូនអ្នកបងប្អូនយើងខ្លះធ្វើការមិនបាន500ក៏បងប្អូនប៉ុន្តែពួកគាត់សុំទាន$3000ក្នុងមួយខែបងប្អូនហើយគាត់មានផ្ទះថ្មរស់នៅគាត់មានឡានជិះគាត់មានលក្ខណៈថារបស់របរគ្រប់យ៉ាងដែលកើតចេញមកពីការឲ្យទានរបស់យើងតែយើងធ្វើបន់ហើយក៏ប៉ុន្តែយើងកុំធ្វើបន់ជាមួយមនុស្សខូចបងប្អូនមនុស្សខ្លះមក scam យើងគេហៅការ scam អាហ្នឹង scam ខ្នាតតូចទេបងប្អូនវាមិនមែន scam ខ្នាតធំអីបោកប្រាស់លុយយើងរាប់ពាន់ដុល្លាររាប់រយដុល្លារផ្លែតទេតម្នាក់1000អូចុះបានម្នាក់1000ម្នាក់2000 3000ក្នុងមួយថ្ងៃបានយ៉ាងអត់100000 20000បងប្អូនគុណជាលុយមើល30ថ្ងៃច្រើនណាស់បងប្អូនអាហ្នឹងយើងនិយាយតាមការពិតដែលថាអាភាពអាណិតអាភាពអាសូររបស់មនុស្សយើងម្នាក់ឃើញគេមានទុក្ខលំបាកក៏ប៉ុន្តែអ្នកទាំងអស់ហ្នឹងគឺកំពុងតែ scam លុយយើងបងប្អូន